សូមជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នាយើងមកជួបគ្នាជាថ្មីនៅក្នុងវីដេអូទី4ប្រចាំខែមិថុនានៅក្នុងឆ្នាំ2025ចាដែលគេហៅថាខែមមីនោះណាអញ្ចឹងវីដេអូនេះគឺខ្ញុំមកបកស្រាយអំពីរាសីទូទៅសម្រាប់ឆ្នាំទាំង12ទូទៅតែម្ដងវាអាចត្រូវ10-20%ទេចាអញ្ចឹងសូមបញ្ជាក់មុនណាចាអញ្ចឹងចំពោះវីដេអូប្រចាំខែគឺមាន4វីដេអូប្រចាំឆ្នាំមាន4វីដេអូបើសិនបងប្អូនចង់តាមដានថាខ្លួនឯងខែមុនលហេងទេខែនេះហេងទេខែនោះហេងទេបងប្អូនអាចចូលទៅមើលវីដេអូចាស់ទៅហើយយើងវិភាគមើលថាដូចខ្ញុំនិយាយថាខែនេះឆ្នាំនេះហេងជាមួយនឹងធាតុអីចាខែនោះឆ្នាំណាហេងជាមួយនឹងធាតុអីហើយឆ្នាំណាហេងខ្លះឆ្នាំណាហេង50-60% ឆ្នាំណាហេង20%អីអញ្ជើញបងប្អូនទៅមើលវីដេអូប្រចាំឆ្នាំឬមួយក៏ប្រចាំខែចាបើសិនជាចង់ស្រាវជ្រាវរកខ្លួនឯងតែបើសិនបងប្អូនពិបាកស្រាវជ្រាវរកខ្លួនឯងអញ្ចឹងក៏មិនបាច់ចាំរកដែរចាអញ្ចឹងគឺសម្រាប់វីដេអូនេះផងដែរចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលអត់ស្គាល់ថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតយើងស្គាល់តែឆ្នាំកំណើតអត់ស្គាល់ថ្ងៃអត់ស្គាល់ខែអត់ស្គាល់ម៉ោងអញ្ចឹងណាចាអញ្ចឹងខ្ញុំបកស្រាយតែម្ដងទៅគឺដំបូងឡើយគឺបងប្អូនដែលកើតឆ្នាំជូតចាអញ្ចឹងបងប្អូនដែលកើតឆ្នាំជូតនៅក្នុងខែមមីនេះយើងទទួលបានអីចាយើងទទួលបានមិត្តភ័ក្តិថ្មីឬមួយក៏លុយកាក់ធំចូលមកណាចាចូលបានមិត្តភ័ក្តិថ្មីលុយកាក់ធំចូលមកឬមួយក៏ឋានៈមុខមាត់កេរ្តិ៍ឈ្មោះនិងកិត្តិយសចាចូលមករកយើងហើយអញ្ចឹងសូមអបអរសាទរឆ្នាំជូតគាត់ថាមុខផ្ទះរបស់យើងនៅក្នុងទីខាងជើងនោះវាមានបញ្ហាតិចតួចយើងជូតនឹងវាឆុងជាមួយនឹងម៉ាមីក៏ប៉ិតមែនតែអានេះគឺខ្ញុំវិភាគតែឆ្នាំទូទៅចាអញ្ចឹងឆ្នាំជូតគឺតំណាងឲ្យធាតុទឹកចាជូតតំណាងឲ្យធាតុទឹកម៉ាមីតំណាងឲ្យធាតុភ្លើងអញ្ចឹងម៉ាមីចូលមកវាឆុងមួយជូតអញ្ចឹងជូតអាចបើមានបញ្ហារឿងលុយកាក់បន្តិចបន្តួចចឹងទៅប៉ុន្តែនៅតែមានលុយកាក់សល់អញ្ចឹងណាបើអាចមានបញ្ហាលុយកាក់ឋានៈមុខមាត់គេឈ្មោះកិត្តិយសឬមួយក៏ឆ្លោះទាស់តែងជាមួយនឹងបងប្អូនមិត្តភ័ក្តិឬមួយក៏ដៃគូសហការផ្សេងណាចាឬមួយក៏មានជំងឺឈឺស្កាត់ចឹងទៅផ្នែកបេះដូងចាសម្ពាធឈាមចាអញ្ចឹងបើសិនជាអត់មានបញ្ហាអីទេមិនស្វានមិនដំមិនរុះរើរង្គើរង្គោះនៅក្នុងទិសខាងជើងទេឬមួយក៏យើងធ្វើអីយើងបានពិចារណាឲ្យបានច្បាស់លាស់មិនថាកិច្ចការងារតូចធំអញ្ចឹងវាអត់មានបញ្ហាអីសម្រាប់យើងទេអញ្ចឹងឆ្នាំជូតគឺនៅតែល្អប្រសើរមានលុយកាក់ធំចូលមកចាលុយគេហៅថាលុយធ្លាក់ពីលើមេឃហ្មងលុយហើយបានទាំងឋានៈបានទាំងកិត្តិយសគេឈ្មោះចាអញ្ចឹងខ្ញុំអត់មានអីនិយាយច្រើនទេខ្ញុំវិភាគបានតែបន្តិចបន្តួចទេនៅក្នុងចាឆ្នាំជូតហើយបើសិនជាថាអញ្ចឹងខ្ញុំចង់កាត់ឆុងមួយឆ្នាំហ្នឹងសុំទោសចង់កាត់ឆុងមួយខែហ្នឹងតើធ្វើយ៉ាងម៉េចទៅជូតណាអញ្ចឹងជូតអាចពាក់សັດឆ្លើយបានដើម្បីឲ្យជៀសអំពីបញ្ហាម៉ាមីណាចាកុំឲ្យម៉ាមីមកឆុងខ្លួនយើងហ្នឹងជូតហ្នឹងគឺយើងអាចពាក់សັດឆ្លើយមានន័យថាពាក់អាហូបគោហ្នឹងណាដើម្បីការពារយើងក៏បានហើយបើសិនជាបងប្អូនមានឆ្នាំផ្សេងទៀតដែលយើងគិតថាចាខ្ញុំមិនដឹងឆ្នាំអីតើគួរកែមិនទៅណោះឆ្នាំម៉ាមីហ្នឹងដើម្បីកុំឲ្យម៉ាមីហ្នឹងមកធ្វើអីយើងអញ្ចឹងណាខែ6ហ្នឹងអញ្ចឹងបងប្អូនក៏អាចយកសັດម៉ាមីយកមកពាក់ផងដែរចាយកម៉ាមីមកពាក់មកអញ្ចឹងម៉ាមីអត់ហ៊ានធ្វើអីទេព្រោះមានម៉ាមីនៅហ្នឹងហើយម៉ាមីឲ្យតែឃើញម៉ាមីគឺដឹងតែល្អប្រសើរហើយអត់ធ្វើអីអ្នកណាទៀតទេចាអញ្ចឹងខ្ញុំចូលទៅបកស្រាយនៅក្នុងបងប្អូនដែលកើតឆ្នាំឆ្លូវបន្តទៀតចាសម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវទូទៅទាំងអស់យើងអាចទទួលបានឱកាសមានជំនួយជួយឧបត្ថម្ភចាអំពីមនុស្សស្រីវ័យចំណាស់ជាងខ្លួនឬមួយក៏ម្ដាយបង្កើនម្ដាយចិញ្ចឹមម្ដាយចុងវត្ថុស័ក្តិសិទ្ធិរបស់យើងណាចានឹងជួយដល់យើងហើយមិនដឹងថាជួយរឿងលុយកាក់រឿងអីទេតែបើមើលនៅក្នុងធាតុដែលចូលមកនេះគឺជួយរឿងលុយកាក់អញ្ចឹងឪពុកម្ដាយសាច់ញាតិចាស់ទុំរបស់យើងនឹងអាចថាជួយជាលុយជាកាក់ចាជួយជាលុយជាកាក់ហើយថែមទាំងទទួលបានអាចរណៈទ្រព្យឬមួយក៏មិត្តភ័ក្តិថ្មីចូលមកជាដៃគូសហការងាររស៊ីអញ្ចឹងណា
ចាលុយហ្នឹងបានមកពីការធ្វើការហើយអ្នកជំនួយជួយឧបត្ថម្ភហ្នឹងគឺបានមកពីម្ដាយឬមួយក៏មនុស្សស្រីវ័យចំណាស់ហ្នឹងហើយក៏ទទួលបានមិត្តភ័ក្តិបាទប្រុសទទួលបានមិត្តភ័ក្តិប្រុសបានមនុស្សស្រីក៏ជួបនឹងមនុស្សថ្មីស្រីដូចគ្នាអញ្ចឹងទៅចាប៉ុន្តែក៏មានឱកាសឆ្លោះទាស់តែងជាមួយនឹងបងប្អូនស្រីឬមួយក៏បងប្អូនប្រុសចាអញ្ចឹងឆ្លោះទាស់តែងហ្នឹងអាចមកពីរឿងលុយកាក់នឹងដែរដោយសារមានធាតុលុយចូលមកចាមានធាតុលុយចូលមកមានធាតុម្ដាយចូលមកមានធាតុបងប្អូនចូលមកអញ្ចឹងអាចបើសិនជាល្អគឺម្ដាយនិងបងប្អូននាំលុយនាំលាភឲ្យសក្ការៈដល់យើងតែដល់ពេលមិនល្អគឺមានបញ្ហាជាមួយនឹងបងប្អូនឪពុកម្ដាយហើយរឿងលុយនឹងឯងចាមានរឿងអីច្រើនទេអញ្ចឹងសម្រាប់បងប្អូនในកើតឆ្នាំឆ្លូវយើងទទួលបានឱកាសមានលុយមានគេជួយហើយនឹងមិនមានបាត់ភ័ក្រថ្មីចូលមកចាអញ្ចឹងយើងបន្តទៅដល់បងប្អូនในកើតឆ្នាំខាលបន្ទាប់ទៀតចាសម្រាប់បងប្អូនដែលគាត់កើតឆ្នាំខាលនៅក្នុងខែមមីនេះគាត់ល្អចាគាត់មានគំនិតថ្មីឬមួយក៏គាត់មានសកម្មភាពថ្មីឬមួយក៏គាត់អាចជួបអ្នកណាម្នាក់មកសហការអញ្ចឹងណាប៉ុន្តែខាលគឺមានការចំណាយចាយវាច្រើនបើមនុស្សស្រីអាចចំណាយចាយវាទៅលើកូនប្រុសចាដែលត្រូវចំណាយចាយវាអញ្ចឹងណាតែខាលក៏មានអ្នកជួយជំនួយឧបត្ថម្ភហើយខាលក៏ទទួលបានលុយកាក់ដែរអញ្ចឹងអាចទទួលបានអ្នកជួយឧបត្ថម្ភអាចទទួលបានលុយកាក់ក៏អាចមានការចំណាយចាយវាឬមួយក៏យើងអាចបញ្ចេញសមត្ថភាពបញ្ចេញថ្មីដៃហើយជាខែមួយដ៏ល្អដ៏ជោគជ័យសម្រាប់យើងណាដោយសារម៉ាមីនឹងខាហ្នឹងគឺគេត្រូវគ្នាគេមិត្តសម្លាញ់គ្នាគេជួយគ្នាសពបែបយ៉ាងគេអត់មានឆ្លោះទាស់តែងអីគ្នាទេបើសិនជាយើងត្រូវធាតុភ្លើងហើយនឹងធាតុទឹកទៀតនៅក្នុងខែ6ហ្នឹងខាហ្នឹងគឺហេងខ្លាំងហ្មងទទួលបានលុយកាក់មានសមត្ថភាពទទួលបានពានរង្វាន់ឬមួយក៏មានមនុស្សស្រីវ័យចំណាស់មកជួយម្ដាយចាម្ដាយមកជួយចាម្ដាយមកជួយសពបែបយ៉ាងសម្រាប់យើងអញ្ចឹងណាចាអញ្ចឹងបងប្អូនក៏អាចដឹងដែរថាខែនីមួយយើងទទួលបានផលប្រយោជន៍អ្វីអញ្ចឹងក៏យើងមើលទៅលើការវិភាគនឹងបានបើវិភាគត្រូវអញ្ចឹងក៏បងប្អូនយកបើវិភាគអត់ត្រូវហ្នឹងចាត់ទុកថាយើងមិនត្រូវទេអញ្ចឹងយើងមើលឆ្នាំទាំងប៉ុន្មានហ្នឹងឆ្នាំណាដែលរៀងល្អមួយយើងអញ្ចឹងណាចាអញ្ចឹងចំពោះបងប្អូនឆ្នាំខាលខ្ញុំជូនតែប៉ុណ្្នឹងទេគឺមានការចំណាយចាយវាឬមួយបើឈឺយើងអាចឈឺចុះខ្សោយកម្លាំងខ្លាំងអីអញ្ចឹងទៅណាចាហើយក៏មានការចំណាយចាយវាលុយច្រើនហើយបើមានចំនួនឆ្លោះទាស់តែងអាចតែជាមួយនឹងអ្នកដែលមនុស្សចាស់ជាងយើងមិនថាស្រីមិនថាប្រុសចឹងណាចាអញ្ចឹងខ្ញុំចូលទៅដល់អ្នកកើតឆ្នាំថោះចាឆ្នាំបន្ទាប់ទៀតគឺបងប្អូនអ្នកកើតឆ្នាំថោះអញ្ចឹងបងប្អូនអ្នកកើតឆ្នាំថោះយើងដល់ខែមមីនេះអ្វីដែលយើងទទួលបានហ្នឹងគឺក៏មានអ្នកជំនួយជួយឧបត្ថម្ភដែរចាហើយក៏ទទួលបានលុយកាក់លុយហ្នឹងមកដូចធ្លាក់ពីលើមេអញ្ចឹងលុយធំចាលុយធំចូលមកហើយក៏យើងក៏មានការចំណាយចាយវាច្រើនចាចំពោះបើជាមនុស្សស្រីយើងចំណាយទៅលើកូនស្រីជាចាំបាច់ហ្មងណាតែក៏យើងមានរបៀបដូចថាវត្ថុស័ក្តិសិទ្ធិឬមួយក៏ដូចវាថាមានអ្នកគេដាស់តឿនយើងរឿងអីមួយយើងអាចតែយល់សពឆត់ណាចាឬមួយក៏ម្ដាយយើងអីអញ្ចឹងមកជួយដំណើរតម្រង់ផ្លូវរបស់យើងបើសិនជាយើងគិតអីខុសណាគាត់នឹងមកជួយដំណើរតម្រង់យើងហើយគាត់នឹងប្រាប់យើងថាធ្វើអញ្ចឹងអញ្ចឹងណាគឺម្ដាយប្រការម្ដាយចិញ្ចឹមយើងហ្នឹងហើយក៏យើងនិយាយបានថាមានលុយកាក់ច្រើនអញ្ចឹងបើអត់មានបញ្ហាអីទេទទួលបានលុយកាក់ច្រើនណាឆ្នាំថោះនៅក្នុងខែថ្មីនេះយើងមានដូចថាយើងមានភាពឧស្សាហ៍ព្យាយាមជាងមុនតែឆ្លាតជាងមុនអាចដោះស្រាយបញ្ហាអីគ្រប់មុខបានងាយអញ្ចឹងណាចាគឺឆ្លាតហើយអាចទទួលបានអ្វីថ្មីចាដោយសារយើងឆ្លាតយើងទៅរកអីថ្មីអញ្ចឹងវាប្រកាសជាបានអីថ្មីតែក៏បានលុយដែរជាពិសេសចាអញ្ចឹងយើងចូលទៅដល់បងប្អូននៃការឆ្នាំរោងចាសម្រាប់បងប្អូនដែលគាត់កើតនៅក្នុងឆ្នាំរោងចានៅក្នុងខែ6នេះគឺគាត់អាចទទួលបានលុយកាក់ធំទទួលបានលុយកាក់ធំក៏ទទួលបានអ្នកជំនួយជួយឧបត្ថម្ភក៏ទទួលបានមិត្តភ័ក្តិថ្មីចូលមក
ចាអញ្ចឹងទទួលបានលុយអញ្ចឹងយើងប្រកាសជាមានឱកាសដែលធ្វើឲ្យយើងនឹងរកលុយបានហើយយើងមានកំណត់គាត់ថាអូខ្ញុំធ្វើអញ្ចឹងទៅនឹងបានលុយអញ្ចឹងខ្ញុំធ្វើអញ្ចឹងទៅនឹងបានលុយអញ្ចឹងអញ្ចឹងណាហើយលុយក៏បានអាអ្នកជួយក៏មកជួយហើយយើងក៏មានមិត្តភ័ក្តិដៃគូសហការដោយយល់ចិត្តអញ្ចឹងមកជួយយើងដែរប៉ុន្តែខាថោះរោងនៅក្នុងโซนវាបែកខាងកើតដែរអញ្ចឹងវាអាចប៉ះជាមួយនឹងដីលេខ5ជា flying star របស់យើងវាអាចមានបញ្ហាដល់សុខភាពដែរអញ្ចឹងយើងគប្បីប្រយ័ត្នក្នុងការហូបចុកដែលដេកឈរអង្គុយចាចំណាយចាយវាយលុយកាក់ធំតូចទៅលើអីមួយយើងគិតពិចារណាឲ្យបានច្បាស់លាស់ទៅវានឹងធ្វើឲ្យយើងនឹងមិនសូវជាការខាតបង់ក្នុងការចាចំណាយចាយវាយអញ្ចឹងនៅក្នុងខែចានៅក្នុងខែ6នេះគឺអ្នកគេសប្បាយចិត្តណាគេទទួលបានលុយកាក់ធំដូចធ្លាក់លើមេឃអញ្ចឹងមកដុំមកចាំទៅអង្គុយរាប់ទៅហើយក៏មានគេមក support អញ្ចឹងណាមានគេស្រឡាញ់ចូលចិត្តច្រើនហើយមានមិត្តភ័ក្តិមកពីណាពីណីទេចាបើជាមនុស្សស្រីមានមិត្តភ័ក្តិប្រុសបើជាមនុស្សប្រុសមកមានមិត្តភ័ក្តិស្រីចូលមកអញ្ចឹងណាគឺជួយឲ្យរោងហ្នឹងល្អប្រសើរមែនទែនគេសប្បាយចិត្តគេមានរូបភាពបាញ់កញ្ឆោចបាញ់អីមានខែរះប្រហែលកើតទៀតណារោងស្អាតជាងគេហ្មងរូបភាពផ្សេងពិបាករដល់ពេលរោងហ្នឹងសួររកជាងគេចាសូមអបអរសាទរបងប្អូនឆ្នាំហោងអញ្ចឹងយើងចូលទៅដល់បងប្អូនដែលកើតឆ្នាំម្សាញ់ចាតួឯកប្រចាំឆ្នាំហើយប្រចាំខែមុនហ្នឹងណាគេមានរឿងរ៉ាវច្រើនមែនទែននៅក្នុងឆ្នាំម្សាញ់នេះចូលមកមិនគួរឲ្យស្រឡាញ់សោះហើយរូបគេហ្នឹងវាមានអាសាហាជាងហ្នឹងតែខ្ញុំដាក់រូបនេះអញ្ចឹងអបអរសាទរប្រជាជនរបស់យើងក្នុងស្រុកឬមួយក៏ក្រៅស្រុកក៏ដោយចាផុតខែម្សាញ់រៀងធូនខ្សាកមកចាអញ្ចឹងម្សាញ់គេដល់ឆ្នាំមីហ្នឹងក៏គេនៅតែល្អប្រសើរសម្រាប់គេដែរគេទទួលបានឋានៈមុខមាត់គេឈ្មោះគេទទួលបានមិត្តភ័ក្តិថ្មីអញ្ចឹងបើមនុស្សស្រីទទួលបានមិត្តភ័ក្តិប្រុសបើមនុស្សប្រុសទទួលបានមិត្តភ័ក្តិស្រីហើយក៏គេអាចថាមានកូនដែរអញ្ចឹងអាចថាមានកូនដែរតែវាមិនច្បាស់ 100%ទេតែបើសិនជាមនុស្សស្រីអាចនឹងមានកូនប្រុសអញ្ចឹងណាចាហើយបើសិនជាមនុស្សប្រុសចាអាចនឹងមានកូនប្រុសដូចគ្នាចូលមកដែរនៅក្នុងខែ6នេះហើយគាត់ក៏ទទួលបានឋានៈមុខមាត់គេឈ្មោះគេទៅយកអត់ឃើញមានលុយចូលមកឯងឃើញតែមានឋានៈមុខមាត់ហើយមានមិត្តភ័ក្តិចូលមកហើយនឹងធៀបដែរខ្លួនឯងបញ្ចេញសមត្ថភាពបញ្ចេញស្នាដៃឆ្នាំម្សាញ់ហើយកុំប្រកែចឹកប្រកែព្រោះពឹសពេកម្សាញ់ចាគឺគេខ្លាចយើងឆ្នាំយើងចូលមកដោយរន្ទះ8ទិសចឹងចាស្អីក៏មានសពគ្រប់អាធ្លាក់យន្តហោះក៏ធ្លាក់យន្តហោះអាប្រទេសជាតិក៏មានបញ្ហាអាគ្រោះមហន្តរាយក៏មានប្រទេសផ្សេងជួយដីអីអញ្ចឹងមានរឿងរ៉ាវជាច្រើនអាហ្នឹងហើយគឺអត្តពលនៃសត្វដែលសត្វគេហៅថាសត្វក្រុមផាហៈបើតាមអ្នកគ្រូមានភាសាគឺក្រុមផាហៈអញ្ចឹងក្រុមផាហៈហ្នឹងគឺតំណាងឲ្យអីគឺតំណាងឲ្យសត្វធ្វើដំណើរហើយសត្វធ្វើដំណើរហ្នឹងវាន័យរបស់វាគឺវាមកលឿនវាមកក៏លឿនវាទៅក៏លឿនវាមានរឿងរ៉ាវក៏លឿនវាឈប់ភ្លាមវិញក៏បានដូចប្រៀបដូចចិត្តមនុស្សយើងអញ្ចឹងម្ដងចូលកលេចកលុចកលេចកលាប់អញ្ចឹងគេហៅថាឆ្នាំអាសេរពឹសអញ្ចឹងណាវាតែងតែមានអីរបៀបដូចថាមិនសូវល្អទេពឹសពលកលេចកលុចអីអញ្ចឹងទៅហើយសំឆ្នាំនេះផ្កាឈើយិនចូលមកពីលើម្សាញ់នឹងទៀតមនុស្សគឺពាក់ស្បែកមុខនៅមុខអញ្ចឹងណាចាល្អតែក្រោយខ្នងចាំចាក់យើងពីក្រោយហើយនៅក្រោយខ្នងគឺសិតតែមានពឹសហើយអញ្ចឹងណាចាអញ្ចឹងបងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែងសុខភាពចាចំពោះឆ្នាំម្សាញ់ហ្នឹងអត់មានបញ្ហាអីទេតែគ្រាន់តែថាម្សាញ់ក៏បកកែ copy របស់គេពេកចាក៏បកកែ copy មានន័យថាលួចវិជាលួចចំណេះគេ copy ផាសអញ្ចឹងអត់ល្អទេចាអញ្ចឹងម្សាញ់អត់មានអីទេល្អប្រសើរទេចាអញ្ចឹងយើងទៅដល់អ្នកកើតឆ្នាំមមីចាសម្រាប់ឆ្នាំមមីអញ្ចឹងសម្រាប់ឆ្នាំមមីបើយើងក៏នៅក្នុងខែក្រោយនេះគាត់ទទួលបានឋានៈមុខមាត់គេឈ្មោះគេតយូហើយក៏ទទួលបានមនុស្សស្រីទទួលបានមិត្តភ័ក្តិថ្មីចូលមកបាទមនុស្សប្រុសក៏ទទួលបានមិត្តភ័ក្តិប្រុសចូលមកប៉ុន្តែមមីយើងក៏មានការចំណាយចាយវាទៅលើកូនដែរកូនស្រីណាបាទមនុស្សប្រុសក៏អាចថាចំណាយចាយវាទៅលើចាកូនស្រីដូចគ្នាហើយសម្រាប់មមីប្រយ័ត្នសុខភាពខ្លួនឯងដោយសារយើងគិតច្រើនយើងមួម៉ៅយើងក្តៅក្រហាយហើយយើងតែងតែគិតច្រើនខ្លួនឯងព្រោះអីមមីខ្ញុំធ្លាប់បរៀនហើយថាគឺជាសត្វដែលឆុងខ្លួនឯងអញ្ចឹងអត់មានណាគេរករឿងដាក់ឲ្យយើងទេ
គឺយើងខ្លួនឯងនឹងជាអ្នកហៅរឿងខ្លួនឯងហៅរឿងអ្នកដតីចេះតែគិតចេះតែគិតចុះណាគិតឲ្យធ្វើមិនឲ្យតែបានឲ្យរវល់ចាហើយក៏ប្រយ័ត្នសុខភាពខ្លួនឯងដែរណាម៉ាមីចាប្រយ័ត្នសុខភាពផងតែនៅតែមានឋានៈមុខមាត់នៅតែមានកេរ្តិ៍ឈ្មោះនិងកេរ្តិ៍យសចូលមកអញ្ចឹងចាហើយយើងខិតខំអស់ពីសមត្ថភាពទៅយើងនៅតែបានលុយកាក់ទេចាអញ្ចឹងយើងចូលទៅដល់អ្នកកើតឆ្នាំម៉ែបន្តទៀតចាសម្រាប់បងប្អូនដែលកើតឆ្នាំម៉ែគេល្អណាចាដល់ខែម៉ាមីនេះគឺគេល្អមែនតើដោយសារម៉ាមីគឺជាគេហៅថាសัตว์គូជាមួយនឹងម៉ែចាបើបងប្អូនណាមានថ្ងៃកើតថ្ងៃម៉ែយកប្រពន្ធថ្ងៃកើតថ្ងៃម៉ាមីយកប្តីថ្ងៃកើតថ្ងៃម៉ាមីទៅគឺល្អមែនតើហើយគាត់ថាយើងឆ្លោះតតែងគ្នាបន្តិចតួចហើយម៉ែគឺទទួលបានលុយកាក់ធំដែរហើយគេទទួលបានអ្នកជំនួយជួយឧបត្ថម្ភគេមកហើយក៏មានមិត្តភ័ក្តិថ្មីចូលមកដោយសារដល់ខែមិត្តភ័ក្តិគេលោកល្អើនល្អមួយគ្នាណាខែ6ហ្នឹងចាម៉ាមីនិងម៉ែហ្នឹងគេគូនឹងគ្នាគេល្អនឹងគ្នាជាមិត្តភ័ក្តិស្រឡាញ់ផងស្អប់ផងម្ដងក្តៅម្ដងត្រជាក់អញ្ចឹងណាម៉ាមីនិងម៉ែហ្នឹងចាប៉ុន្តែម៉ាមីម៉ែអាចនឹងមានស្នេហ៍ចាអាចនឹងមានដូចថាលុយកាក់ចូលមកច្រើនដែរចាម៉ែអាចមានលុយកាក់ចូលមកច្រើនដោយសារបើយើងមើលទៅតាមក្បួន Flying Star ចឹងម៉ែមានលុយកាក់ចូលមកច្រើនតែគ្រាន់តែថាយើងថែទាំសុខភាពទៅព្រោះម៉ែម៉ាមីនៅចិត្តគ្នាវាបង្កើតបានជាធាតុភ្លើងអញ្ចឹងធាតុភ្លើងវាធ្វើឲ្យយើងនឹងតក់ក្រហល់ឈឺឆាយយើងឆាប់ខឹងច្រើនយើងអត់មានភាពអត់ធ្មត់យើងធ្វើអីចេះធ្វើតាមចិត្តក្តៅចាហ្នឹងវាធ្វើឲ្យយើងខូចប្រយោជន៍ធំដែរចាអញ្ចឹងយើងចូលទៅដល់បងប្អូនដែលកើតឆ្នាំវកបន្ទាប់ទៀតចាសម្រាប់បងប្អូនដែលកើតឆ្នាំវកគឺអត់មានបញ្ហាអីសម្រាប់គាត់ទេនៅក្នុងខែ6នេះចាវកក៏ទទួលបានឋានៈមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយសទទួលបានការបញ្ចេញសមត្ថភាពបញ្ចេញថ្វីដៃក៏ទទួលបានអ្នកជំនួយជួយឧបត្ថម្ភមកដែរចាយើងទទួលបានឋានៈកិត្តិយសធំចាហើយទទួលបានស្នាដៃភាពច្នៃប្រឌិតចាភាពវៃឆ្លាតរបស់យើងតែកុំប្រើល្បិចប្រយ័ត្នគេចាប់បានណាហើយក៏មានអ្នកជំនួយជួយឧបត្ថម្ភមកដោយរបៀបដូចថាអត់ខ្វល់គេសំខាន់គឺដឹងតែជួយយើងអញ្ចឹងណានិយាយរួមទៅអាចរកលុយបានច្រើនទៀតវកដោយសារទី1មានអ្នកជំនួយជួយឧបត្ថម្ភមកហើយមានអំណាចមកហើយមានធាតុដែលសមត្ថភាពខ្លួនឯងបញ្ចេញអញ្ចឹងមនុស្សយើងឲ្យតែមានធាតុអំណាចចូលមកមានធាតុដែលថាម្ដាយចូលមកហើយយើងមានធាតុបញ្ចេញហ្នឹងយើងរកលុយបានហ្មងដោយសារធម្មតាយើងត្រូវការ5ធាតុតែធាតុដែលយើងដែលល្អមួយយើងហ្នឹងវាមាន3ធាតុមកហើយអញ្ចឹងវាធ្វើឲ្យធាតុផ្សេងទៀតវា full ហ្មងវាពេញបរិបូរណ៍អញ្ចឹងអញ្ចឹងវកគេអត់មានបញ្ហាទេសូម្បីតែឆ្នាំនេះក៏គេមានម្សាញ់នឹងជាមិត្តភ័ក្តិគេមានសមត្ថភាពមានដូចថាធ្វើអីក៏បានល្អប្រសើរសម្រាប់គេអញ្ចឹងគេដូចរូបនឹងអញ្ចឹងគេអង្គុយចុចកុំព្យូទ័រធ្វើមិនដឹងអញ្ចឹងទៅគេអត់ខ្វល់សំខាន់គឺគេថាខ្ញុំមិត្តភ័ក្តិខ្ញុំឆ្នាំនេះអញ្ចឹងមានណាគេធ្វើហ៊ានធ្វើអីមួយខ្ញុំប្រាប់មិត្តភ័ក្តិខ្ញុំម្សាញ់នឹងបន្តិចហ្នឹងទៅចឹកបាត់ឡើយអញ្ចឹងណាចាម្សាញ់នឹងវកនឹងគេមិត្តភ័ក្តិគ្នាចាអញ្ចឹងយើងតទៅដល់អ្នកកើតឆ្នាំរកាបន្ទាប់ទៀតចាមន់យើងនេះហត់តែសบายចិត្តហើយចាឆ្នាំមន់នេះហត់តែសบายចិត្តហើយមមីចូលមករបៀបដូចថាជាសត្វស្នេហ៍របស់គេអូយគេជួបគូគេជួបប្តីគេជួបប្រពន្ធណាចាគឺជាសត្វស្នេហ៍របស់គេមកហើយមមីហ្នឹងហើយមួយទៀតឆ្នាំម្សាញ់នេះក៏ជាអ្នកដែលហាក់ជាមួយគេដែរអញ្ចឹងគេមានអាចថាមានគូនៅក្នុងខែក្រោយហ្នឹងជាដូចថា 90% ហ្មងហើយគេមានសមត្ថភាពគេមានរបៀបដូចថារូបរាងគេខ្ជូតគេតបតែងខ្លួនហើយនៅក្នុងខែក្រោយគេធ្វើខ្លួនមិនឲ្យស្អាតឲ្យលេចធ្លោអញ្ចឹងណាគេមានសមត្ថភាពក្នុងការបញ្ចេញហើយគេចូលចិត្តស្អាតទៀតមន់ហ្នឹងគេចូលចិត្តស្អាតគេចូលចិត្ត high so គេចូលចិត្តរបស់ brand ហើយគេមានអ្នកជំនួយជួយឧបត្ថម្ភគេមកហើយក៏គេមានស្នេហ៍ក៏គេមានមនុស្សប្រុសមកស្រឡាញ់បើជាមនុស្សស្រីមានមនុស្សប្រុសមកចាប់ចិត្តមកស្រឡាញ់គេទៀតអញ្ចឹងអ្វីដែលគេទទួលបានហ្នឹងទីមួយគឺសមត្ថភាពចាទ្រឹស្ដីវោហារស័ព្ទក្នុងការបញ្ចេញហើយគេមានស្នេហ៍តាក់ទាញគេមានអ្នកជំនួយជួយឧបត្ថម្ភចូលមកអាចតាអ្នកមកហ្នឹងគឺជាមនុស្សប្រុសមកស្រឡាញ់គេហ្នឹងរបៀបដូចមកជួយគេអញ្ចឹងឲ្យគេសប្បាយរីករាយភ្លើតភ្លើននឹងរូបសម្រស់គេហ្នឹងហើយវត្ថុដែលមានតម្លៃហើយសូរបស់គេហ្នឹងមកណា
នៅក្នុងខែក្រោយអត់ជាបញ្ហាសម្រាប់គេទេចាសូម្បីផ្លាយយីងស្តាក៏អត់មានឆុងដែរផ្លាយយីងស្តាក៏បានបញ្ជាក់ដែរថាគាត់នឹងមានមុខមានមាត់មានកិត្តិយសឬមួយក៏អាចតែមានគ្រួសារមានគេមកចាប់ចិត្តស្រឡាញ់អញ្ចឹងណាតែគេលើថាអាចបានតែមួយឆាយដោយសារឃើញភ្លាមស្រឡាញ់ផ្លែតណាព្រោះសត្វស្នេហ៍ម៉មីហ្នឹងវាលឿនចាសត្វស្នេហ៍ម៉មីឃើញសត្វម៉មីវារត់កប់នឹងរត់មកដល់យើងស្រឡាញ់យើងរត់ទៅដល់គេស្រឡាញ់គេអញ្ចឹងទៅចាហើយវាជាស្នេហ៍ដែលតាក់ទងជាមួយនឹងធាតុភ្លើងវាដូចភ្លើងចម្បាំងដែរចាមកផ្លែតក៏ទៅបាត់អញ្ចឹងណាចាអញ្ចឹងយើងចូលទៅដល់អ្នកកាត់ឆ្នាំចចានៅក្នុងខែ6នេះមើលផ្នែកចអញ្ចឹងចគឺគេមានមិត្តភ័ក្តិថ្មីដោយសារម៉មីគេត្រូវជាមួយចខ្លាំងណាគេទទួលបានមិត្តភ័ក្តិថ្មីអូគេរីករាយគេភ្លើតភ្លើនគេអាចថាអូទិញកុំព្យូទ័រទិញទូរស័ព្ទថ្មីគេសប្បាយភ្លើតភ្លើនណាចហើយក៏គេទទួលបានលុយកាក់ធំចូលមកដើរស៊ីចាយជាមួយនឹងមិត្តភ័ក្តិដូចគ្នាដែរបើមនុស្សប្រុសជួបជាមួយនឹងមិត្តភ័ក្តិស្រីបើមនុស្សស្រីជួបជាមួយមិត្តភ័ក្តិប្រុសអញ្ចឹងប៉ុន្តែលុយគឺមកដុំហ្មងចាមកទាំងដុំគេហៅថាលុយលៀបសការៈលេងឆ្នោតអាចត្រូវទៀតណាគេសប្បាយចិត្តគេចាចគឺអត់មានបញ្ហាទេសូម្បីតែ Flying Star ក៏ចល្អប្រសើរគឺFlying Star គឺឃើញថាលុយមកហ្មងព្រោះលេខ8ចូលទៅដល់អ្នកកើតឆ្នាំចហើយដល់ពេលខ្ញុំវិភាគធម្មតានេះឃើញថាចវាត្រូវជាមួយនឹងម៉មីហើយវាជាមួយនឹងធាតុទឹកគឺជាធាតុលៀបលុយសការៈរបស់ចអញ្ចឹងចទទួលបានលុយកាក់ធំនៅក្នុងខែ6នេះចាកុំធ្វើភ្នែកអញ្ចឹងណាចចាចាម្សាញ់តួឯកមកកលណាតួកម្មគេសបាយនឹងសបាយមិនសបាយលុយចណាបងប្អូនមើលដៃសបាយលុយចេញចាដោយសារឆ្នាំនេះយើងឆុងបាត់បង់ជាមួយនឹងមិត្តភ័ក្តិបាត់បង់ជាមួយនឹងសាច់ញាតិចាបាត់បង់ភ្ញៀវចាបាត់បង់អីទៀតបាត់បង់កម្លាំងកាយបាត់បង់កម្លាំងចិត្ត stress ក៏ stress មួម៉ៅក៏មួម៉ៅបញ្ហាក៏បញ្ហាលេងខ្វល់ចាយលុយដើរលេងហ្មងទៅកលចាគេរូបរាងគេសង្ហាគេចាយលុយដោយសារអីចាយលុយដើម្បីកាត់ឆុងអញ្ចឹងក៏នៅក្នុងខែ6នេះគឺគេនឹងអាចបើសិនជាម្នាក់ហ្នឹងរាសីរៀងខ្សោយមិនថាមនុស្សផុសមនុស្សស្រីអាចនឹងជួបគូ 100% ចាគឺឃើញស្ដែងឲ្យចេញនៅផ្នែកចឹងហ្មងហើយបើសិនជាធម្មតាកលទូទៅនឹងទទួលបានលុយកាក់ដែរចាទទួលបានលុយកាក់ទទួលបានឋានៈមុខមាត់កេរ្តិ៍ឈ្មោះនិងកិត្តិយសទៀតកលនៅក្នុងឆ្នាំនៅក្នុងខែ6នេះចាឆ្នាំម្សាញ់ឆុងអត់ខ្វល់តែសំខាន់កលទទួលបានលុយកាក់ច្រើនចាទទួលបានលុយកាក់ច្រើនទទួលបានមិត្តភ័ក្តិថ្មីចូលមកហើយគឺទទួលបានគូសង្សារក៏ស្វាមីដូចគ្នាដែរចាបើសិនជាមនុស្សស្រីជួបគូសង្សារស្វាមីគឺ 100% នឹងជួបនៅក្នុងខែក្រោយចាអាហ្នឹងខ្ញុំវិភាគទៅតាមធាតុដែលចូលមកអញ្ចឹងណាបងប្អូនក៏លែងខ្វល់ហើយចប់ខែ5ហើយឆុងប្រចាំឆ្នាំអត់បញ្ហាគ្រាន់តែការកាត់ការពិចារណាដើរហើរដេកដើរឈរអង្គុយហូបចុកឲ្យល្អប្រសើរគឺអូខេ 100% ហ្មងជ្រូកអត់ខ្វល់ជ្រូកនឹងអាចចាយលុយចាអញ្ចឹងការវិភាគរបស់ខ្ញុំគឺបានចប់សពគ្រប់ហើយហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងដែលវិភាគទៅមិនសូវបានផលអីអញ្ចឹងណាសូមអធិស្ឋានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយសំណាងល្អហេងហេនៅក្នុងឆ្នាំថ្មីជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អអាយុវែងរកទៅទានមានបានគ្រប់ក្រុមគ្រួសារប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាចាអញ្ចឹងសូមបញ្ចប់បែបត្រឹមនេះយើងជួបគ្នានៅវីដេអូចាប្រចាំអាទិត្យចាអរគុណជម្រាបលា